បងប្អូនយើងទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើការចេញនៅវីដេអូថ្មីសូមទោសសម្រាប់មួយថ្ងៃនេះបានចេញវីដេអូដោយសារមានបញ្ហាសុខភាពហើយថ្ងៃនេះគឺមកទាំងឈឺដើម្បីធ្វើវីដេអូដាក់ជូនទៅដល់បងប្អូនទាំងអស់គ្នាហើយចំពោះមេរៀនថ្ងៃនេះគឺខ្ញុំនឹងបង្ហាញបងប្អូនពីបងប្អូនទាំងអស់គ្នាតែងតែមានបញ្ហាទៅលើ account ដែលយើងបាត់ email ឬក៏លេខទូរស័ព្ទនៅពេលដែលយើងចង់ទាញ admin ឬក៏ទាញអ្នកណាម្នាក់បាទធ្វើការមកកាន់ page របស់យើងគ្រប់គ្រង page របស់យើងនោះ Facebook នឹងទាមទារកូដណាទាមទារកូដចេញពី account របស់យើងហើយកូដនោះទៀតសោតគឺយើងទៅយកពីលេខទូរស័ព្ទឬក៏ email ចាស់ដែលយើងបានបាត់នោះអញ្ចឹងនៅពេលដែលយើងបានបាត់ព័ត៌មានទាំងអស់នោះថាតើយើងអាចទៅយកកូដមកពីណាដើម្បីអាច confirm ក៏ដូចជាអាចទាញនរណាម្នាក់មកគ្រប់គ្រង page របស់យើងបានអញ្ចឹងដើម្បីធ្វើការងារនេះបានខ្ញុំសូមបង្ហាញបងប្អូនឲ្យយល់ពីរបៀបនៅក្នុងការធ្វើនៅពេលដែលបងប្អូនជួបបញ្ហាទាំងអស់នេះអញ្ចឹងចំពោះការធ្វើបងប្អូនអរគ្នាត្រូវតែប្រើនៅក្នុងទូរស័ព្ទដៃហើយយើងប្រើកម្មវិធីមួយគឺកម្មវិធីថា Facebook Live គឺយើងអត់ប្រើជាមួយទៅនឹង Facebook ពិតទេយើងប្រើនៅ Facebook Live ណាបានយើងអាចដាក់បានចំពោះ app ពិតគឺយើងអត់ប្រើទេអញ្ចឹងឥឡូវយើងធ្វើការ download មកបងប្អូនធ្វើការដំឡើងនៅ Facebook Live មួយនេះ Facebook Live នេះហើយយើងធ្វើការដំឡើងមកនៅក្នុង App Store ក៏បាន Play Store ក៏បានបងប្អូនណាអញ្ចឹងនៅពេលដែលបងប្អូនធ្វើការដំឡើងមកឥឡូវខ្ញុំបានដំឡើងហើយខ្ញុំធ្វើការ login account ចូលអញ្ចឹងបងប្អូនធ្វើការ login account ចូលខ្ញុំទៅយក password មកធ្វើការទៅយក password តមកបងប្អូនធ្វើការ pass ចូលមកហើយយើងដាក់ password ចូលទៅអញ្ចឹងយើង copy password មកបន្ទាប់មកបងប្អូនយកពាក្យថា login ហើយយើងធ្វើការរងចាំសិនទៅណារងចាំតិចសិនដោយសារថាអ៊ីនធឺណិតយើងយឺតមែនតើឥឡូវនេះពងដំណើរការហើយបងប្អូនចាំតិចណាអាសារតែវាយឺតអ៊ីនធឺណិតយើងយឺតមែនតើឥឡូវយើងទាមទារកូដសិនចឹងដើម្បីទាមទារកូដយើង copy 2FA មកបងប្អូនចូលមកកាន់ 2FA មកតង់ទៀតបើយើងអាចធ្វើការ copy បានណាចឹងយើងទៅ copy 2FA មកដោយសារ account យើងនេះយើងបានដាក់ 2FA ចឹងយើងទៅ copy សិនយើងទៅ copy 2FA សិនបើយើងអាចធ្វើបានណាយើង copy មកនេះគឺជា 2FA ហើយបន្តមកយើងទៅ generate code យើងមកណាយើងចូលមកកាន់ Google ហើយបងប្អូននិយាយពាក្យថា 2FA មកនេះហើយបន្តមកបងប្អូនយកខាងលើនេះយើងបង្រៀនធំបន្តិចសិនមកហើយបងប្អូនធ្វើការ pass លេខនឹងចូលមកហើយយើងយកពាក្យថា submit នេះបងប្អូននឹងឃើញកូដនៅខាងក្រោយអញ្ចឹងយើងធ្វើការ copy កូដហ្នឹងមកនេះខ្ញុំចុចច្រើនពេកចឹងមកច្រើនមែនតើអញ្ចឹងយើងយកតែកូដកតុយខាងក្រោយនេះទេអញ្ចឹងយើងចូលមកកាន់ account របស់យើងវិញយើង pass ចូលទៅបន្តមកយើង continue អញ្ចឹងមេរៀននេះគឺសំខាន់មែនតើណាបងប្អូនខ្ញុំជឿថាបងប្អូនដែលបាត់ email ឬក៏បាត់លេខទូរស័ព្ទដែលយើងចង់ទាញអ្នកណាម្នាក់ចូលនោះបងប្អូនអាចធ្វើការតាមនឹងបានបន្តមកបងប្អូនយកពាក្យថា continue មកហើយកន្លែងនេះបងប្អូនយកពាក្យថា continue ទៀតហើយត្រង់កន្លែងនេះបងប្អូនយកពាក្យថា continue ទៀតគឺយើងអត់ skip ទេណាបងប្អូនយកពាក្យថា continue រហូតអញ្ចឹងបន្ទាប់មកពេលដែលបងប្អូន continue រួចរាល់បងប្អូននឹងឃើញកន្លែងនេះនេះគេឲ្យយើងនេះ would you like to add an email address to your account គឺសួរថាយើងចង់បន្ថែម email ចូល account របស់យើងអត់អញ្ចឹងកន្លែងនេះគឺយើងអាចដាក់ email ចូលបានអញ្ចឹងបងប្អូនធ្វើការដាក់មកកន្លែងហ្នឹងណាសូមបងប្អូនមើលឲ្យតាន់ហើយមើលមួយព្យាយាមមើលវីដេអូនេះឲ្យបានលម្អិតឲ្យយល់ដើម្បីអាចធ្វើបានព្រោះមេរៀននេះគឺសំខាន់មែនតើហើយខ្ញុំមកទាំងជឿដើម្បីធ្វើវីដេអូបង្ហាញជូនបងប្អូនឥឡូវខ្ញុំចូលទៅយក email
ខ្ញុំមាន email មួយហើយខ្ញុំ copy ខ្ញុំ paste ចូលបន្តមកទៀតបងប្អូនត្រូវធ្វើការ add email យកពាក្យថាខាងក្រោមនេះមកអញ្ចឹងគេថា email ដែលខ្ញុំបានដាក់នេះគឺបានដាក់រួចរាល់ហើយនៅក្នុង account Facebook អញ្ចឹងគឺគេអត់ឲ្យទេអញ្ចឹងយើងទៅយក email ផ្សេងទៀតអញ្ចឹងយើងទៅយក email ផ្សេងមកដោយសារតែ email ហ្នឹងធ្លាប់ប្រើអញ្ចឹងគឺគេអត់ឲ្យទេណាឥឡូវយើងទៅរកមើល email ផ្សេងមើលអញ្ចឹងខ្ញុំមាន email មួយនេះខ្ញុំដាក់ email មួយនេះ Lucy Ganano ណា Lucy Ganano នេះLucy ខ្ញុំសរសេរទៅវែងបន្តិចLucy ឥឡូវយើងមើលម្ដងទៀតGenerano Loan Generano អូវែងបងប្អូនអើយ Generano Loan វែងមែនតើកាលនោះយើងចេះតែដាក់ទៅបងប្អូនណាGerano Loan Service @gmail.com Loan Service ចឹងមក @gmail.com ចឹងយើងមើលឡើងវិញយើងទៅពិនិត្យមើល email របស់យើងតើត្រឹមត្រូវអត់ ERAN ចឹងខុសហើយកន្លែងនេះគឺ ERAN ឥឡូវយើងមើលឡើងវិញ Rano Loan នេះ Rano ចេះ Rano ចេះចឹងណាGerano Loan Service gmail.com ចឹងប៉ុណ្ណឹងបន្ទាប់មកគឺយើងយកពាក្យថា add email មកចឹងកន្លែងនេះគឺបានហើយគេឲ្យយើង enter code from your email អញ្ចឹងគេឲ្យយើងដាក់កូដមកតង់ទៀតមានន័យថាយើងបានដាក់ email មិញចូលអញ្ចឹងគឺគេទាមទារកូដពី email មិញដើម្បី confirm នៅពេលដែលយើង confirm រួចរាល់គឺបានជោគជ័យហើយបងប្អូនណាឥឡូវយើងចូលទៅយកកូដមកតែនៅក្នុង account មិញហ្នឹងអញ្ចឹងបងប្អូនធ្វើការ refresh email មិញមកយើងធ្វើការ refresh មកនេះយើងធ្វើការ refresh ទៅយើងពិនិត្យមើលឡើងវិញក៏យើងដាក់ខុស Lucy Gerano ត្រូវហើយGerano ឥឡូវកូដមកហើយបងប្អូនឃើញទេអញ្ចឹងយើងធ្វើការ copy តែម្ដងហើយបងប្អូនធ្វើការ copy ទៅហើយយើងចូលមកកាន់របស់យើងវិញហើយបងប្អូន paste ចូលតែម្ដងឃើញទេហើយបន្តមកទៀតបងប្អូនយកពាក្យថា confirm អញ្ចឹងកន្លែងនេះគឺរួចរាល់ហើយគេថាតែឃើញអត់ Thanks for having us confirm your email ឃើញអត់គេថាយើងបានដាក់រួចរាល់ហើយគេអរគុណយើងអីចឹងទៅអញ្ចឹងកន្លែងនេះបងប្អូនយកពាក្យថាដានមកគឺរួចជាការស្រេចឃើញទេយើងអាចចូលកាន់ account យើងបានហើយឥឡូវយើងចូលមកកាន់ account យើងមកអញ្ចឹងនេះគឺជាមេរៀនសំខាន់មែនតើសម្រាប់បងប្អូនទាំងអស់គ្នាយកទៅអនុវត្តបានជាពិសេសសម្រាប់បងប្អូនដែលកំពុងជួបបញ្ហាដូចតែខ្ញុំបានបង្ហាញនៅក្នុងមេរៀននេះបងប្អូនអាចយកទៅអនុវត្តទៅអញ្ចឹងមេរៀនរបស់យើងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេឥឡូវចាំមើលខ្ញុំនឹងបង្ហាញបងប្អូនថាតើពេលដែលខ្ញុំបាន add ចូលរួចរាល់ហ្នឹងតើអាចជាប់ email មិញតើឬអត់ឥឡូវចាំមើលណាឥឡូវដោយសារកន្លែងនេះយូរខ្ញុំថយសិនយើងថយសិនទៅយើង refresh មួយទៅហើយយើងចូលមកកាន់ app របស់យើងវិញអញ្ចឹងកន្លែងនេះគឺយើង skip ចោលទៅ location ហ្នឹងឥឡូវយើងចូលបានហើយនៅពេលដែលយើងចូលមកបងប្អូនចង់ដឹងថាតើ email ដែលខ្ញុំបាន add មិញចូលដែរអត់អញ្ចឹងយើងយកពាក្យថា setting មកយើងយក setting បន្តមកយើងយកពាក្យថា personal detail ហើយបងប្អូនយកពាក្យថា personal detail ទៀតអញ្ចឹងត្រង់កន្លែងនេះបងប្អូន select លើ contact info នេះមកបងប្អូននឹងឃើញនេះ Lucy Gerano Loan Service ឃើញអត់នេះគឺជា email ចាស់របស់គេហើយខាងលើនោះគឺជា email ថ្មីណា email ថ្មីពី3ចឹងទៅនៅក្នុងហ្នឹងឃើញទេអញ្ចឹងយើងអាចដាក់ email ចូលបានហើយអត់ពិបាកទេបងប្អូនអាចក្នុងរយៈពេលមួយអាទិត្យឬក៏កន្លះខែបងប្អូនអាចប្រើការបានបងប្អូនអាចទាញឬក៏ remove អា email ចាស់នោះបានហើយយើងទុកតែ email ថ្មីដែលយើងចំណាំ password ទៅបានហើយអូខេតោះនេះចឹងអញ្ចឹងចំពោះវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនយើងទាំងអស់គ្នា
ហើយសម្រាប់បងប្អូនដែលមិនទាន់បានចុច Subscribe ឬក៏ដាក់សញ្ញាកណ្ដឹងទេសូមជួយចុចម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗបាទអរគុណបងប្អូនទាំងអស់គ្នាហើយជួបខ្ញុំនៅក្នុងវីដេអូក្រោយ